ខ្ញុំសូមជម្រាបសួរអាយដាមខេត្តរតវិញម្ដងបើតាមផ្លូវច្បាប់របស់យើងតើបាត់ល្មើសព្រហ្មទណ្ឌគឺមានធៀបផ្សំអ្វីខ្លះអាយដាមជំរាបសួរដល់លោកអស័យទូទស្សនិកជនទាំងអស់ខ្ញុំសូមអនុញ្ញាតជម្រាបជូនលោកស្រីក៏ដូចជាទូទស្សនិកជនទាំងអស់ថានៅក្នុងនីតិព្រហ្មទណ្ឌគេបានបែងចែកធៀបផ្សំបាត់ល្មើសនឹងខុសៗគ្នាប៉ុន្តែដោយឡែកនៅទីនេះយើងអាចកំណត់ថានៅក្នុងបាត់ល្មើសព្រហ្មទណ្ឌមួយជាទូទៅគេសង្កេតឃើញថាមានធាតុ3ចម្បងដើម្បីចូលរួមផ្សំដើម្បីបង្កើតឲ្យមានជាបាត់ល្មើសព្រហ្មទណ្ឌធាតុមួយនោះគេឲ្យឈ្មោះថាហៅថាធាតុនិស្សានុគោលធាតុនេះយើងហៅសាមញ្ញថាធាតុច្បាប់គឺមានន័យថាត្រូវមានច្បាប់ណាមួយចែងកំណត់ថាការប្រព្រឹត្តយ៉ាងណាខ្លះដែលគេហៅថាជាបាត់ល្មើសដែលត្រូវប្រន្ទាទោសធាតុទី2ឲ្យឈ្មោះថាធាតុផ្សំសច្ចានុមត្តមានន័យថាយើងហៅម្យ៉ាងទៀតគឺសកម្មភាពដែលកើតចេញគេអាចសង្កេតជាសម្ភារៈខាងក្រៅអញ្ចឹងហើយបានជានៅក្នុងទ្រឹស្ដីគេតែងហៅធាតុនេះហៅថាធាតុសច្ចានុធាតុផ្សំសច្ចានុមត្តគឺជាធាតុសម្ភារៈនៃបាត់ល្មើសធាតុទី3គឺធាតុផ្សំមួយទៀតហៅថាធាតុផ្សំអត្តនោមត្តគឺជាការសម្គាល់នៅចរិតគ្រោះថ្នាក់ក្នុងផ្លូវចិត្តរបស់បុគ្គលម្នាក់ក្នុងការប្រព្រឹត្តបទល្មើសធាតុ3នេះគឺជាធាតុចាំបាច់ដោយសារទីមួយយើងឃើញឧទាហរណ៍យើងអាចលើកជាករណីអំពើសម្លាប់មនុស្សមួយយកមកធ្វើការពិចារណានៅក្នុងទិសស្ដីឧក្រិដ្ឋវិទ្យាគេថាត្រូវមានការរួមផ្សំយ៉ាងហោចណាស់ក៏គេគិតទៅលើស្ថានភាពពីរយ៉ាងទីមួយគឺគេគិតទៅលើចរិតគ្រោះថ្នាក់នៃបទល្មើសទី2គេគិតទៅលើចរិតគ្រោះថ្នាក់នៃបុគ្គលដែលជាអ្នកប្រព្រឹត្តបទល្មើសក្នុងន័យនេះយើងឃើញថានៅពេលដែលមានបទល្មើសមួយកើតឡើងសកម្មភាពដែលស្ដែងចេញមកខាងក្រៅដែលក្នុងនេះយើងអាចពិនិត្យឃើញទៅលើស្ថានភាព3យ៉ាងទី1គឺមានន័យថាការប្រព្រឹត្តរបស់បុគ្គលហ្នឹងកាយវិការដែលគាត់ស្ដែងចេញជាសម្ភារៈមកខាងក្រៅដែលយើងអាចមើលឃើញទី2គឺតាក់ទងជាមួយនឹងផ្ទះសនកម្មដែលបង្កឡើងដោយសកម្មភាពមួយនេះហើយបន្តមកទៀតគឺសកម្មភាពទី3ហៅថាទំនាក់ទំនងឬចំណងហេតុនិងផលមានន័យថាចំណងហេតុដោយសារតែមានអំពើទើបបានដាលឲ្យមានផ្ទះសនកម្មឬនិយាយម្យ៉ាងទៀតថាមានផ្ទះសនកម្មដោយសារតែមានអំពើនោះកើតឡើងអញ្ចឹងនៅក្នុងសកម្មភាពទាំង3យ៉ាងនេះគឺយើងនៅក្នុងទ្រឹស្ដីនៃក្រឹតជាហើយជាទ្រឹស្ដីទូទៅគេអាចពិនិត្យឃើញជាក់ស្ដែងថាឧទាហរណ៍ថាមានការសម្លាប់មនុស្សមួយកើតឡើងយើងឃើញថាជននោះឧទាហរណ៍ថាយកកំបិតចាក់គេបណ្ដាលឲ្យស្លាប់អញ្ចឹងយើងឃើញថានៅក្នុងស្ថានភាពមួយនេះច្បាប់គេចាត់ទុកថាវាគឺជាធាតុផ្សំសច្ចានុមត្តមានន័យថាជននឹងក៏ដកកំបិតទៅចាក់គេសម្ដែងចេញជាកាយវិការមកខាងក្រៅចាក់គេបណ្ដាលឲ្យស្លាប់មរណភាពនេះគឺជាផ្ទះសនកម្មការស្លាប់នោះគឺបណ្ដាលមកពីការដែលបុគ្គលនេះយកកំបិតទៅចាក់អញ្ចឹងអាកន្លែងនេះគេឈ្មោះថាគឺជាចំណងតាក់ទងឬគេចំណងហេតុនិងផលចា៎ប៉ុន្តែការពិនិត្យឃើញត្រឹមតែស្ថានភាពប៉ុណ្ណេះគឺមិនគ្រប់គ្រាន់ទេមានន័យថាមិនមែនបុគ្គលនោះចាក់ប៉ុណ្ណឹងយើងកំណត់យកតែទៅលើស្ថានភាពដែលជាចរិតគ្រោះថ្នាក់មកខាងក្រៅដែលយើងពិនិត្យឃើញទេតាមទ្រឹស្ដីឧក្រិដ្ឋវិទ្យាគេបានកំណត់ថានៅពេលដែលបុគ្គលម្នាក់គាត់យកកំបិតដើម្បីទៅចាក់ជនរងគ្រោះបណ្ដាលស្លាប់ហ្នឹងសកម្មភាពរបស់គាត់គឺជាការសម្ដែងចេញនៅចរិតគ្រោះថ្នាក់ពីខាងក្នុងមានន័យថាបុគ្គលខ្លួនឯងហ្នឹងគឺគាត់បង្ហាញនៅភាពសាហាវឃោរឃៅរបស់គាត់បង្ហាញនៅចេតនារបស់គាត់មួយគឺធ្វើឲ្យប៉ះពាល់ទៅដល់សង្គមតាមរយៈការសម្លាប់សមាជិកសង្គមណាម្នាក់អាហ្នឹងបានជានៅក្នុងនីតិព្រហ្មទណ្ឌគេបានកំណត់ថាវាត្រូវមានធាតុសច្ចានុមត្តហើយធាតុសម្ភារៈហើយប៉ុន្តែធាតុសម្ភារៈនោះគឺជាការស្ដែងចេញមកខាងក្រៅនៅឆន្ទៈរបស់បុគ្គលហ្នឹងឆន្ទៈនេះគឺជាឆន្ទៈប្រព្រឹត្តបទល្មើសដែលកំណត់នៅចរិតគ្រោះថ្នាក់ពីរសម្រាប់សង្គមចរិតគ្រោះថ្នាក់មួយគេឲ្យឈ្មោះថាជាចរិតគ្រោះថ្នាក់តាក់ទងជាមួយនឹងចេតនកម្មដែលយើងអាចពិនិត្យឃើញចរិតគ្រោះថ្នាក់មួយទៀតគឺជាចរិតគ្រោះថ្នាក់តាក់ទងជាមួយបុគ្គលដែលជាអ្នកប្រព្រឹត្តបទល្មើសគឺខាងក្នុងបុគ្គលតែម្ដងគេយកពីរហ្នឹងបង្កើតឲ្យបានជាហៅថាធាតុផ្សំនៃអំពើសម្លាប់មនុស្សប៉ុន្តែនៅពេលដែលយើងមានធាតុផ្សំទាំងពីរនេះគឺយើងមិនទាន់អាចចាត់ទុកថាអំពើនោះគឺជាបទល្មើសព្រហ្មទណ្ឌទៅឡើយទេលុះណាតែអំពើទាំងអស់នេះត្រូវបានកំណត់ទុកជាមុននៅក្នុងច្បាប់ថាការសម្លាប់មនុស្សគឺជាបទល្មើសព្រហ្មទណ្ឌការសម្លាប់មនុស្សត្រូវបានទោសពីបណ្ណាទៅបណ្ណាដោយអាដាមភៅទី2បានបញ្ជាក់អំពីអត្ថន័យនៃច្បាប់ព្រហ្មទណ្ឌដែលមានកម្មវត្ថុជាចម្បងដើម្បីធ្វើការកំណត់អំពីបញ្ហានេះអញ្ចឹងយើងឃើញថាជាទូទៅនៅក្នុងធាតុដែលរួមផ្សំបង្កើតបានជាបទល្មើសគេត្រូវការទី1ឲ្យមានច្បាប់ហៅថាធាតុនិស្សានុគោលទី2គឺត្រូវមានធាតុសច្ចានុមត្តបានន័យថាការសម្ដែងចេញមកខាងក្រៅឬការសម្ដែងចេញជាសម្ភារៈមកខាងក្រៅនៃសកម្មភាពល្មើសរបស់ជននោះដែលគេឈ្មោះថាធាតុផ្សំសច្ចានុមត្តឬធាតុផ្សំសម្ភារៈហើយទី3គឺតាក់ទងជាមួយនឹងសភាពផ្លូវចិត្តរបស់បុគ្គលនោះចរិតគ្រោះថ្នាក់នៃបុគ្គលដែលបានប្រព្រឹត្តបទល្មើសដែលកន្លែងនេះគេឲ្យឈ្មោះថាធាតុផ្សំអត្តនោមត្តចា៎ហើយចំពោះគោលការណ៍នៃនិស្សានុគោលបទល្មើសនឹងទោសយ៉ាងដូចដែរទៅបាទគោលការណ៍និស្សានុគោលភាពនៃបទល្មើសនឹងនេះទោសនេះគឺមាននៅក្នុងធាតុនិស្សានុគោលនេះតែម្ដង
mình mấy ngày đâm phơi sập phí ban chuẩn bị chun đào tu test này chun pi khâm xa này cho bắp rùm toán thà cho bắp rùm toán chay pi ở bảy khla chỉ cả bớt bắp rùm toán cứ chịu một đông này việt thiên để chay pi bọt mới rùm toán đây cầm nót tha ông pơ na môi cứ chỉ bọt mới rùm toán hai ông pơ nó trời toán thì tốt giang được bên này hai cái chay tốt chỉ thằng nào đôi đâm phơi sập phí ban bị chẹn chẳng dân được nông cô can chan cô phim ní bây giờ bị nết ông pi khâm xa ní cô can ní cứ miền trả đất chia bánh nhạt cứ được nông bọc quan này nị tệ prum một toàn tại mà đòn đòi xa tại cô ca ní trời bàn chặt cứ rừng mom du na mà hỏi được nông bọc quan này tệ prum toán hỏi cô ca ní trời bàn dốc từ tròn krong từ nông atbot chỉ ăn rạ chiết chia sẻ call tiệt phọc miền này tha cô ca ní trời bàn kỳ dốc từ tròn krong trôi từ nông atbot ăn rạ chiết chia sẻ vòng cả sạp chiết để dừng dây này tí ní từ lấy tha miền tây được nông cắt cà gian tại chiết xây bị sệt bờ sệt nhiều bài cho năm 1460 hỏi của miền tây được nông sẽ đây bạc cá chia sẻ xây bị sệt manu cho năm 1447 bằng cá sạp chiết phong đàiปัจจุบันนี้โครงการนี้ត្រូវបានយកមកចងក្រងបញ្ចូលទៅក្នុងក្រមព្រំប្រទានរបស់យើងនេះគឺនៅក្នុងមាត្រា3នៃក្រមព្រំប្រទានដែលបានចែងយ៉ាងច្បាស់អំពីបញ្ហានេះមាត្រា3នៃក្រមព្រំប្រទានយើងបានចែងថាមានតែអំពើដែលបង្កើតបានជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញត្តិព្រំប្រទានជាធរមានប៉ុណ្ណោះទើបត្រូវផ្ដន្ទាទោសព្រំប្រទានបានហើយទន្ទឹមនេះមាត្រា3ក៏ចែងថាមានតែទោសដែលមានចែងក្នុងបទបញ្ញត្តិព្រំប្រទានជាធរមាននៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះទើបអាចត្រូវប្រកាសបានអញ្ចឹងតាមខ្លឹមសារនៃមាត្រា3ដោយបានជម្រាបជូនទោះមិញគឺយើងឃើញថាដើម្បីអាចចាត់ទុកថាការប្រព្រឹត្តរបស់បុគ្គលណាម្នាក់ដែលប៉ះពាល់ដល់បុគ្គលណាម្នាក់ទៀតនោះនៅក្នុងស្ថានភាពនៃការប្រព្រឹត្តនេះយើងនឹងអាចចាត់ទុកថាជាបទល្មើសព្រំប្រទានហើយយើងអាចផ្ដន្ទាទោសបានលុះត្រាតែមានច្បាប់មួយមានបទបញ្ញត្តិព្រំប្រទានមួយចែងកំណត់ទុកជាមុនហើយច្បាប់ព្រំប្រទាននេះដោយឯកឧត្តមភៅសុភីបានជម្រាបជូនមិញថាពាក្យថាច្បាប់ព្រំប្រទាននៅក្នុងអត្ថន័យនៃក្រមព្រំប្រទានរបស់យើងមិនមែនសំដៅត្រឹមតែពាក្យច្បាប់នៅក្នុងន័យចង្អៀតបានន័យថាច្បាប់ដែលត្រូវបានអនុម័តដោយអង្គការនីតិបញ្ញត្តិទេមានន័យថាច្បាប់ព្រំប្រទាននេះគឺសំដៅទៅដល់បទបញ្ញត្តិព្រំប្រទានទាំងអស់ដែលចែងអំពីបទល្មើសហើយនឹងទោសនេះវាយោងតាមក្រមព្រំប្រទានរបស់យើងក្នុងន័យនេះមាត្រា1ក៏បានផ្ដល់នៅសិទ្ធិអំណាចទៅដល់អង្គការនីតិប្រតិបត្តិដើម្បីបំពេញសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនក្នុងការបំពេញកិច្ចការរបស់ខ្លួនក្នុងស្ថាប័ននីតិប្រតិបត្តិអាចចេញនៅបទដ្ឋានគតិយុត្តតែចាំបាច់ដើម្បីចែងកំណត់អំពីបទល្មើសព្រំប្រទានមួយចំនួនដែលយ៉ាងថាជាប្រភេទបទលហុដែលត្រូវពិន័យជាប្រាក់តែប៉ុណ្ណោះដែលអាដាមភៅសុភីបានបញ្ជាក់ជូនមិញអញ្ចឹងដើម្បីអាចឲ្យអំពើណាមួយត្រូវបានគេចាត់ទុកថាជាបទល្មើសព្រំប្រទានហើយអាចផ្ដន្ទាទោសបានលុះត្រាតែមានបទបញ្ញត្តិទាំងអស់នោះចែងកំណត់ទុកជាមុនឧទាហរណ៍ករណីសម្រាប់នោះគឺមានចែងកំណត់ទុកជាមុនឧទាហរណ៍ដូចជាករណីអាដាមភៅសុភីលើកមិញបទសវឹងជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ននេះគឺបទសវឹងជាក់ស្ដែងអត់មានតបានចែងកំណត់នៅក្នុងច្បាប់ព្រំប្រទានណាមួយដែលកំពុងអនុវត្តទេគឺមានចែងនៅក្នុងក្រមព្រំប្រទានតែក្រមព្រំប្រទានតាក់ទងបទសវឹងជាក់ស្ដែងនេះនឹងត្រូវយកមកអនុវត្តរយៈពេល1ឆ្នាំទៀតក្រោយពេលដែលក្រមនេះត្រូវបានចូលជាធរមានបាទអញ្ចឹងនៅក្នុងសារភាពនេះគឺបានន័យថាបើសិនជាបច្ចុប្បន្នមានអ្នកណាគាត់ប្រព្រឹត្តបទល្មើសហៅថាបទសវឹងជាក់ស្ដែងហើយបើយើងពិនិត្យនៅក្នុងអត្ថបទច្បាប់ដែលគ្មានអត្ថបទច្បាប់ដែលកំពុងអនុវត្តបច្ចុប្បន្ននេះចែងតន្តិទោសករណីទេអនុលោមតាមគោលការណ៍និចានគោភាពនៃបទល្មើសនឹងទោសគេមិនអាចយកជននោះមកធ្វើការផ្ដន្ទាទោសបានទេដោយសារវាអត់ទាន់មានច្បាប់